សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងគឺជាថ្ងៃចុងសប្តាហ៍ដូច្នេះខ្ញុំធ្វើការតែកន្លះថ្ងៃទេអញ្ចឹងខ្ញុំក៏សូវធ្វើការពីពេលព្រឹកផងដែរឥឡូវខ្ញុំបានធ្វើដំណើរមកដល់ក្រុមហ៊ុនហើយក៏តុងម៉ូតូធ្វើការស្កេនកញ្ចក់ដៃហើយក៏ធ្វើដំណើរឡើងទៅ office តែម្ដងបន្ទាប់ពីមកដល់ office ហើយខ្ញុំក៏អង្គុយធ្វើការងារនិងដាក់ការស្ដាប់រឿងខ្មោចឥឡូវហ្នឹងក៏ដល់ពេលចេញទៅផ្ទះផងដែរខ្ញុំក៏មក scan កញ្ចក់ដៃដើម្បីទៅផ្ទះអ្នកនរគ្នាបន្ទាប់មកយើងកាត់មកដល់អាហារថ្ងៃត្រង់ធ្វើការផឹកទឹកមួយដើម្បីឲ្យបានស្រេកទឹកហើយចំណែកអាហារថ្ងៃត្រង់របស់ខ្ញុំមានតែស្វាយហើយនិងត្រេនដែងទេណាឥឡូវខ្ញុំបានមកដល់ផ្ទះវិញហើយជិះឃើញថាមេឃខ្មៅរកភ្លៀងឥឡូវមេឃភ្លៀងតែម្ដងហើយនេះឥឡូវយើងកាត់ដល់ពេលយប់មកដល់លេងនៅ Walk Street មកវិញឃើញថាមានមនុស្សច្រើនមែនតើមកដល់លេងនៅថ្ងៃចុងសប្តាហ៍ហ្នឹង